ពិតជាសប្បាយរីករាយបងប្អូនថ្ងៃនេះបានមក restaurant គូលែនហៅថា restaurant ខ្មែរយើងបងប្អូនពិតជាមោទនភាពណាស់ដែលបានមកញ៉ាំ restaurant ខ្មែរយើងដែលមានឱកាសបើកហាងនៅលើទឹកដីបារាំងអញ្ចឹងណាជាមុខមាត់ជាកិត្តិយសរបស់ខ្មែរយើងដែលអាចបើកហាងនៅក្នុងប្រទេសបារាំងហើយបានបង្ហាញនៅវប្បធម៌ប្រពៃណីដូចជាអាហាររសជាតិបែបខ្មែរបងប្អូននេះឥឡូវយើងនាំបងប្អូនប្រិយមិត្តមកមើលទស្សនាខាងក្នុងហាងរបស់គាត់បន្តិចបាទគឺ welcome drink ដោយពារាយេបន្តិចសិនបងប្អូនណាបាទមានអីការដេគ័រក្នុងហាងរបស់គាត់ស្អាតបងប្អូនគឺបែបខ្មែរបាទគាត់ថាគាត់ឆ្លុះបញ្ចាំងអំពីផ្នែកទូចនៃវប្បធម៌ខ្មែរយើងនេះបងប្អូននេះគាត់គឺជាម្ចាស់ហាងដែលបើកនៅប៉ារីកាតូសៀមហៅឈ្មោះថាគូលែនបងប្អូន restaurant របស់គាត់ហ្នឹងណាហើយគឺនៅជាប់ផ្លូវតែម្ដងបងប្អូនណានៅជិតមេត្រូលីង13តែម្ដងបាទឥឡូវយើងមកមើលផ្នែកខាងក្នុងគាត់កំពុងតែរៀបចំ drink បងប្អូនគឺកាហ្វេដោះគោខ្មែរយើងហ្នឹងបងប្អូននិយាយពីឥឡូវហ្នឹងគឺយើងកំងមហូបសិនបងប្អូនបាទហើយស្របពេលដែលយើងកំងហ្នឹងគឺយើងឆ្លៀតបង្ហាញនៅផ្នែកខាងក្នុងនៃហាងរបស់គាត់បងប្អូនឃើញថាមនុស្សមកពេញតែម្ដងឥឡូវក្រោយពីយើងកំងហើយមកហូបចេញបងប្អូនថ្ងៃហ្នឹងគឺខ្ញុំយកសាច់គោអាំងបាទបុកល្ហុងហើយនឹងសាច់ក្រកហើយនឹងបាយឡុកឡាក់បងប្អូននិយាយទៅមកហាងគាត់ចង់ញ៉ាំរបៀបខ្មែរគឺមានទាំងអស់បងប្អូនមានបុកល្ហុងមានអីអញ្ចឹងដូចដែលខ្ញុំបង្ហាញអញ្ចឹងណាបងប្អូននិយាយទៅរសជាតិបែបខ្មែរយើងតែម្ដងឆ្ងាញ់បាទខ្ញុំមកញ៉ាំឆ្ងាញ់មែនតើបងប្អូនជាពិសេសសាច់ក្រកនេះបងប្អូនសាច់ក្រកគាត់ធ្វើខ្លួនឯងតែម្ដងណាបាទហើយនេះបាយឡុកឡាក់បងប្អូនបាយឡុកឡាក់ក៏ឆ្ងាញ់ដែរហើយតិចទៀតខ្ញុំនឹងបង្ហាញការបង្ហាញរបស់ chef នៅក្នុងបាញ់ភ្លើងឈិចតែម្ដងបងប្អូនឥឡូវមកភ្លក់រសជាតិជាមួយខ្ញុំបងប្អូនគឺខ្ញុំកំងនេះគឺម៉ោងច្រើនដែរបងប្អូន4មុខ5មុខអញ្ចឹងឆ្ងាញ់មែនតើញ៉ាំឡើងតឹងពោះបងប្អូនញ៉ាំឡើងតឹងពោះតែម្ដងបាទហើយពីអ្នកគ្រួសារខ្ញុំពងញ៉ាំហើយបងប្អូនហើយនេះបងប្អូនការបង្ហាញរបស់ chef នៅក្នុងហាងតែម្ដងបងប្អូនតិចទៀតគឺភ្លើងឆេះឆាបឡើងសន្ធោសន្ធៅបងប្អូនណាបាទអូភ្លើង1 2 3បងប្អូនចាំតាមដានទស្សនាផ្ទាំងទស្សនីយភាពបងប្អូន1 2 3វ៉ាវបងប្អូនខ្ញុំធ្លាប់តែមើលតាមវីដេអូឥឡូវមកឃើញផ្ទាល់ហើយបងប្អូនបាទគឺ chef គាត់ធ្វើឲ្យផ្ទាល់តែម្ដងគឺបាយឡុកឡាក់បងប្អូនណាបាទហើយនេះគឺជាសកម្មភាពគាត់ឌីក័រដាក់គ្រឿងដាក់អីអញ្ចឹងណាហើយខ្ញុំទៅយកផ្ទាល់ហ្មងបងប្អូននិយាយទៅដោយសារហាងម្ចាស់ហាងខ្ញុំស្គាល់អញ្ចឹងណាបងប្អូនដល់អញ្ចឹងទៅខ្ញុំក៏ឆ្លៀតធ្វើវីដេអូជូនគាត់មួយអញ្ចឹងណាបាទហើយរសជាតិគឺឆ្ងាញ់មែនបងប្អូនហើយបើសិនជាបងប្អូនណាត្រូវការកម្មវិធីគូកណើតធ្វើកម្មវិធីផ្សេងត្រូវការម្ហូបអាហារអាចកម្មងហាងរបស់គាត់បានបងប្អូនបាទគឺគាត់ធ្វើឆ្ងាញ់មែនតើបងប្អូនណាជាពិសេសបុកល្ហុងឯងបងប្អូនប្រពន្ធខ្ញុំដាក់ឡើងអស់តែម្ដងណាហើយខ្ញុំបាយឡុកឡាក់ហើយនឹងសាច់ក្រកអូជាតិមកបងប្អូនជាតិនេះបងក៏លើកមកបដាឲ្យបងប្អូននេះបងប្អូនណាហើយបើសាច់គោអាំងនេះដាក់ថានិយាយពីជាតិមកបងប្អូនហ្នឹងហើយពងមកពីដើរលេងហត់នៅទូអេហ្វែលផងបងប្អូនអញ្ចឹងចូលហាងមួយនិយាយទៅថ្ងៃហ្នឹងឡើងក្លីបបងប្អូននាំប្រពន្ធមកឡើងក្លីបម្ដងបាទប៉ុន្តែក្នុងវីដេអូហ្នឹងសូមសរសើរហាងរបស់គាត់មកគឺមានអនាម័យល្អហើយការដេគ័រតុបតែងក្នុងហាងគឺស្អាតសេវាកម្មរហ័សទាន់ចិត្តបងប្អូនគឺយើងមកយើងកំងតែមួយផ្លែតគឺបានញ៉ាំហើយភ្ញៀវក៏ច្រើនដែរបងប្អូនមកអញ្ចឹងបានថាខ្មែរយើងមានសមត្ថភាពបងប្អូន
អាចបើកហាងអាចបង្ហាញនៅវប្បធម៌ប្រពៃណីជាតិសាសន៍របស់យើងណាជាពិសេសការបង្ហាញរសជាតិបែបម្ហូបរសជាតិបែបខ្មែរដាក់រសជាតិដាក់បេះដូងដាក់មោទនភាពរបស់យើងចូលគឺជាការផ្សព្វផ្សាយដោយផ្ទាល់ទៅកាន់ជនជាតិបារាំងតែម្ដងបងប្អូនខ្ញុំនិយាយទៅឲ្យតែឃើញបងប្អូនខ្មែរយើងដែលបើកហាងបើកអីខ្ញុំកោតសរសើរហើយគឺមានឱកាសគឺមកគ្រប់គ្រងមកភ្លក់រសជាតិមកគ្រប់គ្រងអញ្ចឹងណាបងប្អូនហើយមុខម្ហូបដែលខ្ញុំញ៉ាំគឺមានប៉ុណ្ណឹងឯងបងប្អូនមានច្រើនមុខទៀតគាត់ម្ហូបបែបខ្មែរគឺគាត់មានបាទតែខ្ញុំថ្ងៃនេះគឺដាក់ឡើងតឹងពោះឲ្យបងប្អូនមកតាមផ្លូវព្រោះថ្ងៃនេះខ្ញុំទៅដើរលេងនៅទូអ៊ីហ្វែលដើរលេងនៅកន្លែងផ្សេងនៅប៉ារីសអញ្ចឹងណាមកដល់គឺកំងទៅបានញ៉ាំភ្លាមតែម្ដងបាទហើយបើសិនបងប្អូនចង់មកផ្លាក់ចង់មកសាក់រសជាតិបងប្អូនហ្នឹងហើយអាចមកសាក់បានគឺម្ចាស់ហាងគាត់រួសរាយរាក់ទាក់ស្វាគមន៍គ្រប់ជាតិសាសន៍តែម្ដងបាទហើយគាត់ខ្មែរផងអញ្ចឹងយើងស្រួលនិយាយស្រួលកំងបាទហើយនេះបងប្អូនអ្នកចូលដល់វគ្គនេះម្ដងអីបាយឡុកឡាក់បងប្អូនហើយបងប្អូនបានមកគឺមកជិះលីង13មកនៅស្តាស្យងPlaisanceបងប្អូនអញ្ចឹងគឺអាចមកឃើញហាងគាត់ដើរបន្តិចមកដល់ចេញពីមេត្រូឥឡូវយើងញ៉ាំហើយក៏គាត់ថែមបាយដំណើបស្វាយបងប្អូនហើយនេះទិដ្ឋភាពខាងមុខហាងរបស់គាត់បាទជាចុងក្រោយគឺយើងថតជាអនុស្សាវរីយ៍ជាមួយគ្នាអញ្ចឹងណាបងប្អូនហើយអរគុណដល់ម្ចាស់ហាងបងប្អូនណាបានធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសាតែម្ដងនេះខ្ញុំដាក់មនុយឲ្យបងប្អូនមើលអញ្ចឹងណាមនុយដែលខ្ញុំញ៉ាំណាអញ្ចឹងបងប្អូនអាចកំងផ្សេងទៀតបានហើយនៅចុងបញ្ចប់ខ្ញុំនឹងដាក់ address ឲ្យបងប្អូនបានមើលអញ្ចឹងណាបាទខ្ញុំនឹងថត screen ឲ្យបងប្អូនមើលបាទនេះគឺ address របស់គាត់ឈ្មោះ Gulen Restaurant ខ្មែរហើយយើងចុចចូលមើលទៅដាក់ address ទៅអាចទៅដល់ហើយបងប្អូនហើយបើបងប្អូនចង់មើលមនុយចង់មើលអីគឺអាចចូលទៅក្នុង address ហ្នឹងទៅគឺយើងឃើញមនុយហើយនឹងឃើញវីដេអូដែលខ្ញុំដាក់ឲ្យបងប្អូន